ជាមួយនឹងដាក់ដីរបស់បេសាខ្លាំងមែនតើដូចយើងឃើញស្រាប់ហើយនេះខំនេះថាបាក់សាបាក់សៃយ៉ាក់ដើរក្នុងព្រៃអីចឹងទៅដល់ហើយនេះហើយទៅបានជាអូនអាណែតរបស់យើងសមត្ថឲ្យប្រូសិនសេឲ្យមកចូលក្នុងពិភពលោកមួយនេះធ្វើជាហេតុដើម្បីការពារពិភពលោករបស់យើងក្រោយពីបានស្ដាប់ការពន្យល់នឹងហើយប្រូសិនសេក៏បានគិតក្នុងចិត្តថាយេអ្វីជីវិតនេះដូចយើងទៅប៉ែដល់ណាឯងចង់សម្រាប់ប្រូសិនសេមកឆ្លងពុកអីណាសាំដែរណាដោយហើយអូនអាណែតក៏បានប្រើទៅរៀបចំបេសកកម្មឲ្យប្រូសិនសេធ្វើអីចឹងទៅតែយើងណាក៏តែលៀងខ្លួនបន្តិចប៉ុណ្ណឹងវាមកគឺថាប្រូសិនសេរបស់យើងនោះបានលេបតាមមួយដេករបស់គាត់ច្រើនតមែនតើដើម្បីសម្លាប់ខ្លួនពេលឃើញចឹងអូនអាណែតក៏បានបញ្ញាប់ប្រាប់ពីចំណុចរបស់នេះជាបានប្រូសិនសេឲ្យដឹងខ្លួនមកវិញតែពេលដឹងខ្លួនហើយប្រូសិនសេក៏បានស្ដីឲ្យអូនអាណែតយើងតែម្ដងតែនាងណាហើយបើតានាងខ្លះទៅស៊ីឲ្យពុតទឹកទៅលើទៅឯងគង់វត្តមានក្តីសុខផងមកជួយឲ្យឯងដឹងខ្លួនវិញឯណាសាមែនជាពេលនេះហើយអូនអាណែតក៏បានប្រាប់ឲ្យប្រូសិនសេនោះស្ដាប់ឡើងក៏ត្រូវធ្វើចឹងយកស្អីក៏ស្គាល់ទេគាត់ទៅចាំពីហើយមិនទៀតទីពងមកទៀតឡើយជាពិសេសប្រអឯងមិនដឹងថាប្រអឯងហ្នឹងគឺសំខាន់ណាស់ដែលត្រូវបានគេជ្រើសយកមកហ្នឹងដើម្បីធ្វើដំណើរចឹងចូលអត់បានឲ្យមករងយើងអ្នកហៅគេមកខ្លួនឯងចឹងចឹងគេចង់ធ្វើអីក៏បានដែរពេលហើយអូនអានេះក៏បានព្យាយាមបញ្យល់ប្រាប់ពីដើមហេតុដែលធ្វើឲ្យពីទូទៅក្រុមមនុស្សដែលមានវិបត្តិផ្លូវចិត្តពួកគេមិនរីករាយជាមួយនឹងជីវិតដែលពួកគេរស់នៅសប្តាហ៍ហ្នឹងទេដែលហើយនេះហើយទើបវាអាចបង្កើតបានទៅជាពុទ្ធហេតុនៃការឆ្លងភពតាមរយៈឡានកុងតឺន័រដែលបានពុកហ្នឹងដើម្បីឲ្យអ្នកទាំងឡាយដែលមានវិបត្តិផ្លូវចិត្តហ្នឹងមានឱកាសកសាងជីវិតថ្មីនៅក្នុងពិភពលោកមួយទៀតក៏តែប្រូសិនសេអត់យល់ស្របជាមួយនឹងរឿងទាំងអស់នេះទេពួកគាត់បានគិតច្បាស់លាស់ហើយថាការសម្រាប់ខ្លួនជាមួយគូស្នេហ៍របស់គាត់ហ្នឹងគឺជារឿងដែលមានក្តីសុខបំផុតនិយាយទៅជីវិតរបស់គាត់លែងសេសសល់អីទៀតហើយគាត់រំចង់